សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូមួយទុកជាកម្រអនុស្សាវរីយ៍ដែលចង់អរគុណអ៊ំប្រុសអ៊ំស្រីណាគាត់ដាំបន្លែបានច្រើនហើយគាត់ឲ្យពួកខ្ញុំយកមកញ៉ាំអូយច្រើនមែនតើបន្លែខ្មែរនេះយកមកធ្វើជក់ស្ពៃស្ពៃខៀវ4គីឡូ5គីឡូហើយនឹងមាននេះផ្លែស៊ូ3ហ្នឹងធំហ្នឹងផែ1គីឡូ2គីឡូឯហ្នឹងហើយស្ពៃចង្កឹះខាត់ណាស្ពៃចង្កឹះនេះដាក់ចូលក្នុងថង់មួយទុកខ្លះសេទុកនេះស្ពៃចង្កឹះគឺខ្ញុំយកវាដាក់មកថង់ដោយសារខ្លះសេម្លែកវាដាក់មកថង់ស្ពៃចង្កឹះហើយហើយមានស្ពៃខ្មៅមានខាត់ណាដោយសារតែឥឡូវវាចាប់ដាំចូលខែត្រជាក់អញ្ចឹងគាត់ឈប់ដាំហើយដល់ខែក្តៅនេះគឺគាត់ដាំទៀតហើយពីអ្នកប្តីប្រពន្ធគាត់នឹងអាសាមែនតែនហ្មងគាត់ដាំដីគាត់ជាមិនធំអីប្រហែលតែគាត់ដាំពេញនឹងទាំងអស់គាត់ឧស្សាហ៍ហើយនិយាយទៅនៅស្រុកនេះពិបាករកទិញបន្លែអាស៊ីញ៉ាំណាតែសំណាងមែនតើបានស្គាល់ពូមីងគាត់ជាជនជាតិខ្មែរគាត់មកនៅនេះ40ឆ្នាំហើយគាត់ដាំដំណាំហើយគាត់ចែកខ្មែរយើងនឹងគ្រួសារខ្មែរយើងនឹងញ៉ាំគ្រប់ដូចគ្នាហ្នឹងនិយាយទៅហើយយកមកម្ដងគឺពីសាក់អាសាក់ទៅទិញអាសាក់ហ្នឹងប្រហែលជា10គីឡូមួយសាក់ហ្នឹងពីសាក់ធំគាត់ផ្ទះគាត់ហ្នឹងមានដាំស្ពៃចង្កឹះស្ពៃកញ្ញាញ់ខាត់ណានិយាយទៅគឺដាំបន្លែអាស៊ីយើងជីអង្វងជីអង្កាមលឹកខ្ទឹមត្រប់ស្រួយត្រប់ក្តោគោម្ទេសហើយថ្ងៃមុនហ្នឹងគាត់ដាំគាត់ឲ្យម្ទេសខ្ញុំយកមកធ្វើកន្លែងជ្រក់ម្ទេសនិយាយទៅអរគុណមែនទែនពូហើយមីងគាត់ខំដាំដំណាំបានល្អហើយឲ្យគ្រួសារខ្ញុំញ៉ាំឥឡូវខ្ញុំធ្វើការរៀបចំដាក់ក្នុងថង់ទុកខ្លះសេទុកហើយល្ងាចហ្នឹងគឺធ្វើស្ពៃកញ្ញាញ់ឆាមួយសាច់ជ្រូកដាក់ពងមាន់ហើយស្អែកហ្នឹងខ្ញុំធ្វើមីឆាខាត់ណាមួយប៉ាតេហើយផ្លែប៉ោមហើយនឹងផ្លែត្រឡប់នឹងគាត់ឲ្យដែរច្រើនណានេះខ្ញុំថតតែមួយសាក់ឯអ្នកនរគ្នាមួយសាក់ទៀតគឺខ្ញុំញ៉ាំអស់ខ្លះហើយបានថតហើយនឹងធ្វើជក់ស្ពៃឲ្យអស់ហើយជក់ស្ពៃខ្មៅនោះប្រហែលជា5គីឡូម្ដងនេះធ្វើទិញកែវទិញអីមកជ្រក់ហើយនឹងពួកកាលមុនមកធ្វើអត់ដឹងមិនខុសរូបមន្តមិនទេលួយស្ពៃអស់លីងថាស្ដាយចង់បោកខ្លួនហើយស្ពៃចង្កឹះនោះប្រហែលជា3គីឡូឯនេះច្រើនហើយស្ពៃនេះគេហៅស្ពៃអอร์ហ្គានិកហ្មងស្ពៃសរីរាង្គហ្មងក៏អត់មានដាក់ថ្នាំអីប្រទេសប្រដាស់ទេគាត់ប្រើតែជីកំប៉ុស្តជីអីគាត់ណាគាត់ថាស្ពៃកញ្ញាញ់គាត់រៀងតកើស៊ីតិចគាត់អត់ហ៊ានបាញ់ថ្នាំអីទេព្រោះឲ្យខ្លាចបងប្អូនកូនក្មួយណាមកត្រូវការយកស្លកាត់ភ្លាមទៅវានៅមានជាតិថ្នាំពុលអត់ទេគាត់ប្រើទេសុខចិត្តឲ្យកញ្ញាញ់មានតកើស៊ីតិចហើយខ្ញុំនិយាយទៅខ្ញុំចូលចិត្តមែនតើអាស្ពៃមានតកើស៊ីតិចហ្នឹងអរគុណចំហ្មងណាអ្នកនរគ្នាវីដេអូនេះដែរខ្ញុំធ្វើទុកជាកម្រអនុស្សាវរីយ៍សម្រាប់អរគុណពូមីងដែលឲ្យបន្លែហើយបន្លែដែលគាត់ឲ្យខ្ញុំមិនមែនតែម្ដងហ្នឹងគាត់ឲ្យពី3អាទិត្យឲ្យម្ដងប៉ុន្តែខ្ញុំអត់បានថតទេតែម្ដងខ្ញុំថតដាក់នៅក្នុងYouTube របស់ខ្ញុំទុកជាកម្រអនុស្សាវរីយ៍ហើយជូនពរពូមីងឲ្យមានតែសេចក្តីសុខកាយសប្បាយចិត្តហើយខ្ញុំអរគុណគាត់មែនទែនអូខេអ្នកនរគ្នា let enjoy about my video that នេះប៉មហើយនឹងផ្លែត្រឡប់ផ្លែស៊ូអូខេអរគុណច្រើនណាបាយបាយ Our hearts beat to the city streets. We
we began to feel the fire. We rise like tall buildings as the chemicals, they take us higher. The night's young, it has just begun as she puts her hand in mine. We wanna chase the night, wanna dance to the light, pull the stars from the sky, just two hearts running wild. Never sleep, never stop, as we shout from the top. We're gonna be two hearts running wild. Now the morning is the afternoon, we lay awake in bed. The laugh so loud as the